ដែលឡៃនៅក្នុងប្រទេសកម្ពុជាគឺថ្ងៃទី1ខែមិថុនាឆ្នាំ2026ណាបើអញ្ចឹងនៅកម្ពុជាហ្នឹងគឺថ្ងៃច័ន្ទទៅហើយណាថ្ងៃនៅកម្ពុជាគឺថ្ងៃច័ន្ទទី1ខែឧសភាឆ្នាំ2026បាទអូពេលវេលាលឿនមែនតើគេពាក់កណ្ដាលឆ្នាំទៀតហើយប្រិមត្តពាក់កណ្ដាលឆ្នាំវិលដាច់2026ប៉ិតបាទទៀតតែម្ដងមកអញ្ចឹងតើឆ្លៀតធ្វើកិច្ចការមួយចំនួនដែលត្រូវចង់ធ្វើណាកុំនិយាយអីកុំរីរែកនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកខ្ញុំសម្រាប់យកព័ត៌មានចំនួន5មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី1នេះគឺលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានបញ្ជូនលក្ខខណ្ឌបាទតាំងតែងជាងមុនថែមទៀតហើយទៅដល់ប្រទេសអ៊ីរ៉ង់ក្នុងការសម្រេចឲ្យបានកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងសហរដ្ឋអាមេរិកដែលអ្នកវិភាគមើលឃើញថាអាចនឹងអូសបន្លាយការព្រមព្រៀងសន្តិភាពឲ្យពីព្រោះតម្រាំតែទៅដល់មេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់គឺទៅចំណាយពេលយូរហើយព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Telegraph បានឲ្យដឹងថាសហរដ្ឋអាមេរិកបានប្រកាសថានឹងការពារសម្ព័ន្ធមិត្ត NATO គ្រប់មីលីម៉ែត្រទាំងអស់នៃទឹកដីរបស់ NATO មិនឲ្យមានការចូលឈានពានណាមួយឡើយការប្រកាសនេះគឺកើតឡើងបន្ទាប់ពី drone របស់រុស្ស៊ីបានផ្លោងចូលទៅក្នុងទឹកដីប្រទេសរូម៉ានីដែលជាសមាជិកនៃអង្គការអូតង់ឬហៅថា NATO ហើយព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Politico ដកស្រង់ពីបទសម្ភាសន៍របស់លោកប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky ដែលបានសម្ភាសន៍ជាមួយនឹងសារព័ត៌មាន CBS News ដែលនៅក្នុងបទសម្ភាសន៍នោះគឺលោក Zelensky បានអំពាវនាវសូមឲ្យសហរដ្ឋអាមេរិកបញ្ជូនបន្ថែមនៅប្រព័ន្ធការពារប្រឆាំងនឹងគ្រាប់ផ្លោងដែលបាញ់ពីប្រទេសរុស្ស៊ីមកហើយព័ត៌មានទី4នេះគឺលោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកលោក Pete Hegseth លោកបានសរសើរបណ្ដាប្រទេសនៅអាស៊ានហ្នឹងជាដើមក្នុងការពង្រឹងនៅសមត្ថភាពការពារជាតិរបស់ខ្លួនហើយបានងាកមកគ្រប់គ្រងសហរដ្ឋអាមេរិកក្នុងពេលដែលមានភាពតានតឹងជាមួយនឹងប្រទេសចិនក្នុងពេលជាមួយគ្នានោះដែរលោករដ្ឋមន្ត្រីបានវិប្រហាសម្ព័ន្ធមិត្ត NATO ថានៅមិនទាន់បានចំណាយទៅលើវិស័យការពារជាតិឲ្យបានច្រើនតាមដែលគួរតែចំណាយនោះទេគួរតែពិនិត្យមើលខាងអាស៊ីបាទហើយព័ត៌មានចុងក្រោយនេះគឺបើតាមសេចក្តីរាយការណ៍ឲ្យដឹងថានៅចុងសប្តាហ៍នេះខាងកងកម្លាំងជើងទឹករបស់សហរដ្ឋអាមេរិកបានបាញ់ពន្លិចទូកមួយទៀតហើយដែលសង្ស័យថាដឹកគ្រឿងញៀនសម្ដៅមកសហរដ្ឋអាមេរិកដែលបានបណ្ដាលឲ្យមនុស្សចំនួន3នាក់ស្លាប់បាត់បង់ជីវិតហើយតួលេខចុងក្រោយនេះបានធ្វើឲ្យតួលេខសរុបនៃអ្នកដែលទាហានជើងទឹករបស់សហរដ្ឋអាមេរិកបាញ់ពន្លិចសម្រាប់នៅក្នុងសមុទ្រនោះគឺមានជាង200នាក់ទៅហើយបាទនៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់លោកប្រធានាធិបតី Donald Trump បាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចង់ក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាណាបាទព័ត៌មានទី1នេះបាទព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានជាច្រើនហើយខ្ញុំដកស្រង់រូបភាពនេះចេញពីខាង CENTCOM គឺខាងយុទ្ធភូមិភាគកណ្ដាលរបស់សហរដ្ឋអាមេរិកដែរបានបង្ហោះរូបភាពនេះគឺបានសេចក្តីរាយការណ៍នេះឲ្យដឹងថាលោកប្រធានាធិបតី Donald Trump ឥឡូវនេះបានបញ្តឹងជំហររបស់លោកបន្ថែមទៀតហើយដោយដាក់លក្ខខណ្ឌបន្ថែមបាទទៅលើក្របខ័ណ្ឌនៃការចរចាដើម្បីសម្រេចសន្តិភាពបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់បាទហើយលោកបានបញ្ជូននៅសំណើនៃការផ្លាស់ប្ដូរនោះទៅត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញដើម្បីឲ្យបាទអ៊ីរ៉ង់ពិចារណានេះបើយោងតាមមន្ត្រីនានាដែលដឹងអំពីរឿងនេះបានប្រាប់អ្នកសារព័ត៌មានគេនៅតែមិនទាន់ដឹងច្បាស់នៅឡើយទេភ្លាមនេះថាតើអ្វីទៅជាការផ្លាស់ប្ដូរដែលលោកប្រធានាធិបតីបានស្នើឲ្យផ្លាស់ប្ដូរនៅក្នុងកិច្ចព្រមព្រៀងនោះបាទអញ្ចឹងក៏តែគេដឹងថាគឺមានលក្ខណៈតឹងតែងជាមុនទៅទៀតបាទលោកត្រាំបានសម្ដែងនៅការព្រួយបារម្ភអំពីផ្នែកខ្លះនៃកិច្ចព្រមព្រៀងដែលអាចនឹងសម្រេចបាននោះថាវានឹងអាចនឹងបញ្ចូលនៅចំណុចមួយដែលទាមទារឲ្យសហរដ្ឋអាមេរិកបាទឈប់បង្កក់ប្រាក់ដែលសហរដ្ឋអាមេរិកបានបង្កក់នៅប្រទេសនានាគឺជាប្រាក់របស់ប្រទេសអ៊ីរ៉ង់នោះបាទឥឡូវនេះគឺសហរដ្ឋអាមេរិកជាពិសេសលោកប្រធានាធិបតី Donald Trump លោកមិនចង់យកលក្ខខណ្ឌហ្នឹងមកនិយាយនោះទេពីព្រោះអីលោកធ្លាប់បានរិះគន់រដ្ឋបាលលោកប្រធានាធិបតី Barack Obama ដែលព្រមចរចាជាមួយនឹងអ៊ីរ៉ង់ដោយយកលក្ខខណ្ឌនៃការមិនបង្កកទ្រព្យធនរបស់អ៊ីរ៉ង់នេះជាធ្នូនឹងការដែលអ៊ីរ៉ង់បន្ធូរបន្ថយនៅកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបាទលោកប្រធានាធិបតីមិនចង់ជួបរឿងនោះទេពីព្រោះលោកបានរិះគន់ចំពោះវិធីដោះស្រាយតាមរដ្ឋបាលលោកប្រធានាធិបតីអូបាម៉ាហ្នឹងមកយូរមកហើយលោកប្រធានាធិបតី Donald Trump ក៏ហាក់សម្ដែងនៅការសង្ខឹងសម្បាផងដែរដែលថាខាងអ៊ីរ៉ង់ហ្នឹងគឺចំណាយពេលយូរនៅក្នុងការឆ្លើយតបនឹងសំណើរបស់សហរដ្ឋអាមេរិកដែលបានដាក់ទៅនេះបើយោងតាមមន្ត្រីមួយរូបដែលបានដឹងអំពីរឿងនេះហើយបានប្រាប់អ្នកសារព័ត៌មានសំណើដែលសហរដ្ឋអាមេរិកដាក់ទៅហ្នឹងគឺបាទត្រូវមានការ
ឆ្លងកាត់មនុស្សជាច្រើនរួមមានទាំងអ្នកដែលអន្តរការីដែលមានប្រទេសប៉ាគីស្ថានជាដើមដើម្បីសម្របសម្រួលមុនហ្នឹងបាទបញ្ជូនទៅដល់ខាងអ៊ីរ៉ង់ហើយអ៊ីរ៉ង់ហ្នឹងត្រូវបញ្ជូនទៅដល់មេដឹកនាំកម្ពុជារបស់ខ្លួនគឺលោក Mustafa បាទខាមីនីនឹងតទៅទៀតដើម្បីឲ្យអនុម័តដូច្នេះបើតាមអ្នកជំនាញឲ្យដឹងថាការដែលលោកប្រធានាធិបតីបដូរលក្ខខណ្ឌបន្ថែមបន្តឹងលក្ខខណ្ឌបន្ថែមទីនេះអាចនឹងទៅចំណាយពេលយូរទៀតទម្រាំតែលក្ខខណ្ឌទាំងអស់នេះទៅដល់មេដឹកនាំកម្ពុជារបស់ប្រទេសអ៊ីរ៉ង់បាទដើម្បីយកមកពិចារណាពីព្រោះលោក Mustafa ខាមីនីនេះគាត់ត្រូវអនុម័តឲ្យគេពិបាកនឹងជួបគាត់ខ្លាំងណាស់ដោយសារតែហេតុផលសន្តិសុខពីព្រោះទៅមស៊ូជួបមស៊ូគឺអាចសហរដ្ឋអាមេរិកក្រុមចារកម្មរបស់សហរដ្ឋអាមេរិកនឹងតាមដានដឹងទីតាំងទៀតហើយបាទនេះគឺជាព័ត៌មានទី1ណាដែលខ្ញុំចង់ក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាអញ្ចឹងដូច្នេះជាសរុបមកវិញគឺស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាស្ថានភាពនៃការរំពឹងថានឹងបើកច្រក Hormuz គឺនៅហាក់ដូចជាតឹងតែងនៅឡើយមិនទាន់ចិត្តសម្រេចបានដោយដែលសេចក្តីរាយការណ៍ប្រហែលថ្ងៃមុននោះទេអញ្ចឹងប្រិយមិត្តឃើញហើយនេះគឺជាតតិនៃការចរចាទៅមុខបន្តិចថយក្រោយបន្តិចបាទអញ្ចឹងនេះគឺជារឿងដែលខ្ញុំយកមកជម្រាបជូនប្រិយមិត្តដើម្បីជាព័ត៌មានផងជាចំណេះដឹងនៅក្នុងការសិក្សាផងដែរហើយព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Telegraph បាទ The Telegraph បានរាយការណ៍ថាសហរដ្ឋអាមេរិកបានប្រកាសបញ្ញាថានឹងការពារទឹកដីរបស់សម្ព័ន្ធមិត្ត NATO គ្រប់មីលីម៉ែត្រទាំងអស់បាទក្រោយពី drone របស់រុស្ស៊ីបានវាប្រហារចំអគារលំនៅឋានមួយនៅក្នុងប្រទេសរ៉ូម៉ានីដោយសារតែវាប្រហារទៅលើប្រទេសអ៊ុយក្រែនទេក៏ប៉ុន្តែវារំលងហួសទៅដល់ប្រទេសរ៉ូម៉ានីបាទការសន្យាបាទរបស់សហរដ្ឋអាមេរិកនេះបាទគឺជាការសន្យាមួយកើតឡើងក្រោយពីការវាប្រហារនោះដែលបានធ្វើឲ្យមនុស្សបាទចំនួន2នាក់បានរងរបួសនិង70នាក់ផ្សេងទៀតបានជម្លៀសចេញពីអគារនោះយ៉ាងតក់ក្រហល់តែម្ដងនៅតំបន់ភាគខាងកើតនៃប្រទេសរ៉ូម៉ានីគឺនៅក្នុងទីក្រុងដានូប៊ីបាទហើយនៅពេលនោះគឺប្រទេសរ៉ូម៉ានីខិតខំបញ្ចេញយន្តហោះចម្បាំង F16 ចេញមកដើម្បីហើយនឹងឧទ្ធម្ភាគចក្រផងដែរដើម្បីតាមសង្កេតមើលស្ថានភាពនេះតើវាមានរឿងអ្វីដែលមិនល្អថែមទៀតទេបាទតើមាន drone មកទៀតទេដើម្បីត្រៀមបាញ់ទម្លាក់តែម្ដងបាទក៏ប៉ុន្តែมันមានហេតុការណ៍អ្វីក្រៅពីតែ drone មួយនោះបានហោះរំលងចូលទៅក្នុងទឹកដីប្រទេសរ៉ូម៉ានីតែប៉ុណ្ណោះលោក Matthew Whitaker ដែលជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការអូតុងបានថ្លែងថាគឺសហរដ្ឋអាមេរិកឈរជាប់ជាមួយនឹងសម្ព័ន្ធមិត្ត NATO របស់យើងគឺសម្ព័ន្ធមិត្តប្រទេសរ៉ូម៉ានីផងដែរបាទហើយបានកោតទោសចំពោះការជ្រៀតជ្រែកចូលបាទជ្រៀតពៀនចូលដោយមិនមានការប្រុងប្រយ័ត្នបែបនេះទៅលើដែនដីរបស់ប្រទេសរ៉ូម៉ានីបាទដូច្នេះខាងសហរដ្ឋអាមេរិកនឹងការពារគ្រប់មីលីម៉ែត្រទាំងអស់នៃទឹកដីរបស់ NATO បាទដោយឡែកអ្នកស្រី Ursula von der Leyen ដែលជាប្រធានស្នងការសហភាពអឺរ៉ុបនោះបានបញ្ជាក់ផងដែរថាសង្គ្រាមឈ្លានពានរបស់រុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែននេះបានបាទដើរហួសបន្ទាត់ក្រហមបន្ថែមទៀតហើយដែលបាញ់ចូលមកក្នុងទឹកដីរបស់សម្ព័ន្ធមិត្ត NATO បាទនេះជាព័ត៌មានទី2ណាបាទដែលខ្ញុំចង់ក្រងជូនប្រិយមិត្តរីឯព័ត៌មានទី3នេះខ្ញុំសូមដកស្រង់ចេញពីសេចក្តីរាយការណ៍របស់សារព័ត៌មាន Politico បាទសារព័ត៌មាន Politico បានរាយការណ៍ផ្អែកទៅលើបទសម្ភាសន៍មួយរបស់លោក Volodymyr Zelensky ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនបាទជាមួយនឹងសារព័ត៌មាន CBS News បាទហើយនៅក្នុងខ្លឹមសារហ្នឹងគឺបាទបន្ទាប់ពីការវាយប្រហារដ៏ខ្លាំងក្លារបស់រុស្ស៊ីបន្ថែមទៀតទៅលើទីក្រុងគៀវបាទដោយប្រាក់បាញ់កំជ្រួចផ្លោងខ្លាំងផងដែរនោះហើយគឺលោក Zelensky បានស្នើអំពាវនាវសូមឲ្យសហរដ្ឋអាមេរិកបញ្ជូនជាបន្ទាន់នៅមីស៊ីលឬក៏គ្រាប់ដែលប្រឆាំងនឹងគ្រាប់ផ្លោងបាទលោកបានបញ្ជាក់នៅក្នុងបទសម្ភាសន៍នោះថាលោកបានសរសេរលិខិតនឹងទៅខាងសេតាវិមានក៏ដូចជាទៅខាងសភាជាតិរបស់សហរដ្ឋអាមេរិកនឹងដើម្បីស្នើសូមឲ្យជួយបន្ថែមទៀតបាទលោក Zelensky បានបញ្ជាក់បែបនេះថាអតិភិបរបស់យើងគឺឥឡូវនេះគឺយើងកំពុងតែប្រឈមជាមួយនឹងបញ្ហាប្រឈមធំណាស់គាត់ប្រាប់ big challenge គឺបញ្ហាប្រឈមធំណាស់ដែលយើងមានការលំបាកបាទជាពិសេសនៅក្នុងរដូវរងាកន្លងមកនេះបាទគឺរុស្ស៊ីនឹងបើកការវាយប្រហារដោយមីស៊ីលផ្លោងជាច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធធម្មពលរោងចក្រអគ្គិសនីបាទទៅលើកន្លែងរដ្ឋកោទឹកកន្លែងផ្គង់ទឹកសាលារៀនបាទដូច្នេះឥឡូវនេះគឺអ៊ុយក្រែនជួបការលំបាកច្រើនបាទគឺឥឡូវនេះគឺយើងមានអតុល្យភាពរវាងប្រព័ន្ធការពាររបស់អ៊ុយក្រែនជាមួយនឹងចំនួនគ្រាប់ដែលរុស្ស៊ីបើកការវាយប្រហារមកលើដែនដីរបស់អ៊ុយក្រែនបាទនេះគឺជាការបញ្ជាក់របស់លោក Zelensky បាទលោក Zelensky បានបញ្ជាក់ថាលោកទទួលស្គាល់ដឹងថាសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នោះបានបណ្ដាលឲ្យសហរដ្ឋអាមេរិកនឹងបង្វែរធនធាន
ក្របរំសេវមួយចំនួនដែលចាំបាច់ហ្នឹងគឺមកប្រើប្រាស់នៅក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ក៏ប៉ុន្តែលោកស៊ិនស្គីបានបញ្ជាក់ថាអ៊ុយក្រែនបើទោះបីជារងការវាយប្រហារជាបន្តពីរុស្ស៊ីហើយក៏ដោយក៏ប៉ុន្តែអ៊ុយក្រែនមិនដែលប្រងើយកន្តើយចំពោះកាតព្វកិច្ចរបស់ខ្លួនទេចង់បានន័យថាអ៊ុយក្រែនគាត់យល់អំពីការលំបាករបស់សហរដ្ឋអាមេរិកក៏ប៉ុន្តែអ៊ុយក្រែនបើទោះបីជាជួបការលំបាកយ៉ាងហ្នឹងក៏ដោយពេលដែលបណ្ដាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាស្នើឲ្យអ៊ុយក្រែនជួយនោះក៏អ៊ុយក្រែនជួយបាទនៅក្នុងការពារបាទជួយជំនួយទៅដល់តំបន់មជ្ឈិមបូព៌ាផងដែរបាទគឺអ៊ុយក្រែនមិនប្រងើយកន្តើយនោះទេទោះបីជាខ្លួនជួបការលំបាកក៏ដោយបាទដូច្នេះក្នុងនេះលោកចង់និយាយថាសហរដ្ឋអាមេរិកបាទអ៊ុយក្រែនយល់ថាកំពុងតែជួបបញ្ហាបញ្ជូនគ្រាប់រំសេវទៅជួយនៅទៅប្រយុទ្ធនៅអ៊ីរ៉ង់ក៏ប៉ុន្តែគួរកុំភ្លេចអ៊ុយក្រែនផងដែរពួកអ៊ុយក្រែនក៏ត្រូវការដែរព្រោះអ៊ុយក្រែនខ្លួនឯងហ្នឹងបាទទោះបីតូចមែនខ្វះខាតទុនធានមែនកំពុងរងការវាយប្រហាររបស់គេមែនក៏ប៉ុន្តែពេលដែលមានសង្គ្រាមនៅអ៊ីរ៉ង់ហ្នឹងបាទប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយចំនួនជួបការលំបាកហ្នឹងក៏សុំជំនួយមកដែលចំជំនាញរបស់អ៊ុយក្រែនក៏ទៅជួយដែរបាទនេះនឹងល្អអញ្ចឹងបាទន័យថាលោកស៊ិនស្គីគាត់ប្រកែកនិយាយក្នុងការប្រៀបធៀបនៃអញ្ចឹងដើម្បីឲ្យអ្នកស្ដាប់អាមេរិកនឹងចូលនៅក្នុងអារម្មណ៍បាទសូម្បីតែខ្ញុំគាត់តែនិយាយប៉ុណ្ណេះប្រិយមិត្តមួយចំនួនក៏អាចយល់បានដោយងាយតែម្ដងបាទព័ត៌មានទី4នេះគឺជាព័ត៌មានចេញអំពីកិច្ចសន្ទនាគ្នាសង្គ្រីឡានៅប្រទេសសិង្ហបុរីដែលលោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកលោក Pete Hegseth លោកបានអញ្ជើញចូលរួមបាទនៅក្នុងកិច្ចប្រជុំហ្នឹងគឺលោក Pete Hegseth បាទលោកបាននិយាយ It's great to be back បាទលោកបាននិយាយសរសើរខាងតំបន់បណ្ដាប្រទេសសម្ព័ន្ធមិត្តនៅអាស៊ីបាទគាត់ថាបានចំណាយថវិកាក្នុងការការពារជាតិបានបង្កើនសមត្ថភាពនៅក្នុងការការពារជាតិរបស់ខ្លួនឲ្យស្របគ្នាជាមួយនឹងបាទគោលដៅរបស់ទីក្រុង Washington នៅក្នុងពេលដែលសហរដ្ឋអាមេរិកមានភាពតានតឹងជាមួយនឹងប្រទេសចិនកាន់តែកើនឡើងបាទលោករដ្ឋមន្ត្រីបាននិយាយដូច្នេះបាននិយាយថាដូច្នេះសម្ព័ន្ធមិត្តនៅអឺរ៉ុបណាអង្គការ NATO គួរតែ take note លោកថា take note គួរតែកត់សម្គាល់អំពីអ្វីដែលខាងអាស៊ីក៏បានប្រឹងប្រែងធ្វើដើម្បីបង្កើនសមត្ថភាពនៅក្នុងការការពារទឹកដីរបស់ខ្លួនបាទគឺការថ្លៃរបស់លោកនេះគឺបាទត្រូវបានគេមើលឃើញថាបើទោះបីជាលោកមានប្រសាសន៍បែបនេះក៏ដោយក៏ប៉ុន្តែក៏គឺសម្ព័ន្ធមិត្តរវាងសហរដ្ឋអាមេរិកជាមួយនឹងអង្គការ NATO នោះគឺនៅតែរឹងមាំដដែលទេមិនមានភាពប្រឆាំងឡើយទេបាទហើយក្នុងរយៈពេលប្រហែលសប្តាហ៍មកនេះគឺលោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកនោះបាទក៏ដូចជាខាងលោករដ្ឋបាលលោកតាមទាំងមូលតែម្ដងបានប្រកាសបាទដកទ័ពចេញពីប្រទេសអាល្លឺម៉ង់ចំនួន 5000 នាក់ក៏ប៉ុន្តែខាងអ្នកជំនាញខាង NATO ខ្លួនឯងនោះបានបញ្ជាក់ថាបាទវាមិនមែនជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលនោះទេពីព្រោះវាជាផ្នែកមួយនៃផែនការរបស់សហរដ្ឋអាមេរិកនៅក្នុងការដែលបាទដែលធ្វើដូច្នេះបាទនេះគឺជាព័ត៌មានទី4ណាដែលខ្ញុំចង់ក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នារីឯព័ត៌មានទី5នេះបាទព័ត៌មានទី5នេះគឺបានជាសេចក្តីរាយការណ៍របស់កាសែត The New York Times កាសែត The New York Times បានឲ្យដឹងថាចំនួនអ្នកស្លាប់ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើទូកដែលគេសង្ស័យថាដឹកគ្រឿងញៀនចូលមកក្នុងសហរដ្ឋអាមេរិកនេះគឺឡើងលើសជាង200នាក់ហើយបាទក្រោយពីសហរដ្ឋអាមេរិកបានសម្លាប់មនុស្សចំនួន3នាក់ទៀតដោយបាញ់ទៅលើទូកដែលសង្ស័យថាដឹកគ្រឿងញៀនហ្នឹងកាលពីថ្ងៃសៅរ៍ហ្នឹងដោយសម្លាប់មនុស្សអស់ចំនួន3នាក់អញ្ចឹងដូច3នាក់ចុងក្រោយបូកសរុបទៅធ្វើឲ្យចំនួនអ្នកស្លាប់សរុបហ្នឹងឡើងទៅដល់202នាក់ចឹងកាលពីថ្ងៃសុក្រគឺ199ឥឡូវថែម3ទៀត202នាក់ក្នុងការវាយប្រហារជាង60លើកដែលសហរដ្ឋអាមេរិកបានការវាយប្រហារទៅលើទូកដែលសង្ស័យថាដឹកគ្រឿងញៀនចូលសហរដ្ឋអាមេរិកហើយតាមធម្មតាគឺអ្នកដែលទៅបានបាញ់នោះគឺបាទនេះជារូបភាពកាលពីថ្ងៃសៅរ៍ណាបាទគឺមិនត្រូវបានគេរកសាកសពឃើញឬក៏បំណែកគ្រឿងញៀនដែលនៅសល់រកឃើញទេគឺដឹងបានតាមតែរយៈដែលខាងយុទ្ធភូមិភាគខាងត្បូងរបស់សហរដ្ឋអាមេរិកបានប្រកាសឲ្យដឹងតែប៉ុណ្ណោះទេគឺមិនបានឃើញអ្វីដែលជាសំណល់នោះឡើយបាទអញ្ចឹងដូច្នេះនេះគឺជាតួលេខពីសហរដ្ឋអាមេរិកមកហើយអ្នកជំនាញច្បាប់ថាការដែលសហរដ្ឋអាមេរិកធ្វើដូច្នេះគឺខុសច្បាប់ហើយពីព្រោះអីយោធាមិនមានសិទ្ធិទៅបាញ់ស៊ីវិលនោះទេបើក្នុងករណីដែលមិនមានអ្វីដែលជាការគ្រោះថ្នាក់បាទគ្រោះថ្នាក់ដល់ជីវិតរបស់ខ្លួនទេហើយក្នុងកន្លងមកគឺសហរដ្ឋអាមេរិកមិនបានបង្ហាញភស្តុតាងណាដែលបញ្ជាក់ថាអ្នកទាំងនោះបង្កការគ្រោះថ្នាក់ទៅដល់ខាងសហរដ្ឋអាមេរិកយោធារបស់សហរដ្ឋអាមេរិកនោះទេបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចង់ក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទចឹងសូមអរគុណប្រិយមិត្តមួយចំនួនដែលចូលមកដើម្បីចង់ដឹងព័ត៌មានណាចង់ដឹងព័ត៌មានពីបច្ចុប្បន្នភាពអាមេរិកាំងនេះចាប់តែប៉ុណ្ណេះសូមអរគុណបាទឥឡូវនេះសូមសួរទទួលសំណួរតិចបាទអូមិញមានបងអូនម្នាក់បាទជាមួយ
បាទมี home service គាត់សួរថាចង់ដឹងបទពិសោធន៍ធ្វើសារព័ត៌មានបាទធ្វើសារព័ត៌មានវាមាន2ដំណាក់បាទដំណាក់កាលទី1គឺពេលនៅរៀននៅសាលាសារព័ត៌មានហ្នឹងបាទសាលាសារព័ត៌មានពួកខ្ញុំហ្នឹងខ្ញុំនឹងរៀននៅគេថា American University of Paris គឺសាលារៀនអាមេរិកនៅក្នុងទីក្រុងប៉ារីសតែម្ដងបាទខ្ញុំរៀនសារព័ត៌មាននៅទីនោះបាទរៀនបដាធ្វើកាសែតបដារៀននៅសាលាហ្នឹងធ្វើកាសែតសាលាអញ្ចឹងដូច្នេះបើនិយាយអំពីការងារធ្វើកាសែតដំបូងហ្នឹងគឺធ្វើនៅកាសែតសាលាហើយយកព័ត៌មាននេះមកបាទសរសេរព័ត៌មានឲ្យកាសែតសាលាហើយធ្វើរហូតដល់ពេលដែលខ្ញុំចេញពីសាលាមកវិញហ្នឹងគឺខ្ញុំក្លាយទៅជាគេថា managing editor បាទជាអ្នកគេថានាយកគ្រប់គ្រងបាទមានមេពីលើទៀតខ្ញុំទៅ managing editor របស់កាសែតសាលាដាក់ថា The Planet បាទអញ្ចឹងហ្នឹងគឺបទពិសោធន៍មួយដែរណាគឺចេញពីសាលាមកធ្វើជាអ្នកគ្រប់គ្រងពីកូណាស៊ីអញ្ចឹងណាទៅជា managing editor មួយរបស់សារព័ត៌មានដែលយើងសម្រាប់ថាសារព័ត៌មានរឿងណានេះណាដាក់ណាហ្នឹងបាទគឺឆ្នាំនេះឆ្នាំ98ឆ្នាំ1998នៅប៉ារីសបាទហើយពេលដែលត្រឡប់មកវិញហ្នឹងគឺដូចដែលខ្ញុំបាននិយាយចឹងគឺខ្ញុំទៅពីខ្មែរព្រោះខ្ញុំបានបួកពីខ្មែរទៅរៀននៅបារាំងនៅទីខ្ញុំមកខ្មែរវិញហ្នឹងបាទធ្វើសារព័ត៌មានដំបូងបាទធ្វើសារព័ត៌មានដំបូងខ្ញុំធ្វើនៅកាសែតរស្មីកម្ពុជាបាទកាសែតរស្មីកម្ពុជាបានមួយរយៈបាទគឺនៅសរសេរជាភាសាខ្មែរបាទសរសេរជាភាសាខ្មែរដើម្បីឲ្យបានភាសាខ្មែរយើងបានល្អបាទធ្វើមួយរយៈទៅបាទពេលហ្នឹងគឺមានបាទជួបកូនសិស្សកូនឯងគាត់ថាលោកគ្រូនិយាយអង់គ្លេសរៀនអង់គ្លេសហើយខ្ញុំមកធ្វើភាសាខ្មែរខ្ញុំតាខ្ញុំនិយាយឲ្យខ្មែរខ្ញុំបានល្អបាទធ្វើនៅកាសែតខ្មែរហ្នឹងមួយរយៈទៅបានធ្វើមកបន្តមកធ្វើនៅ AFP បាទ AFP បានរហូតមុនមកបន្តនៅ UN វិញបាទបទពិសោធន៍យកព័ត៌មានដំបូងមិនជាអីលំបាកទេប៉ុន្តែមានបទពិសោធន៍មួយគឺដែលខ្ញុំចងចាំអញ្ចឹងហើយបានសម្រាប់មេរៀនដែលខ្ញុំចងចាំដំបូងហ្នឹងគឺខ្ញុំឲ្យតម្លៃទៅលើមិត្តភ័ក្តិដែលគេឲ្យហ្នឹងគឺរឿងវិញចេះអ្នកធ្លាប់ចូល show យូរហើយតាមរហូតមកដឹងគឺពេលមួយខ្ញុំទៅសាលាសារចតុមុខបាទសារចតុមុខពេលហ្នឹងលោកហ៊ុនសែនគាត់នៅនាយករដ្ឋមន្ត្រីគាត់ទៅថ្លែងសន្និកថានៅទីនោះបាទហើយខ្ញុំនៅ AFP បាទពេលហ្នឹងនៅ AFP បាទនៅ AFP ហ្នឹងគឺខ្ញុំទៅយកព័ត៌មាននៅហ្នឹងពេលដែលលោកហ៊ុនសែនគាត់អានសន្និកថាខ្ញុំផ្ទៀងស្ដាប់ដល់ពេលដែលគាត់ដាក់សន្និកថាចុះគាត់និយាយក្រៅខ្ញុំជប់ផ្ទៀងខ្ញុំងាកមកនិយាយគ្នាលេងពេលហ្នឹងមិត្តភ័ក្តិម្នាក់គាត់ឈ្មោះឯកមាត្រាហ្នឹងគាត់ធ្វើនៅខាង Reuters បាទខ្ញុំ AFP បាទមាត្រាហ្នឹងគាត់នៅ Reuters គាត់យុទ្ធនាគ្នាគាត់និយាយថាគាត់និយាយភាសាធម្មតាគាត់ថាសេងពេលដែលនាយករដ្ឋមន្ត្រីនិយាយក្រៅហ្នឹងសំខាន់ពេលហ្នឹងជួនកាលរឿងនៅក្នុងពេលហ្នឹងឯងspeech សន្និកថារបស់គាត់ដែលអានមកហ្នឹងអានោះមិនមែនរឿងទេសម្រាប់ពួកយើងបាទក៏ផ្ទៀងស្ដាប់ទៅបាទហើយចឹងមែនបាទយើងតាមក្រោយមកបានយើងដឹងថាជារៀងរាល់ពេលដែលថ្នាក់ដឹកនាំកម្ពុជាគាត់និយាយក្រៅពីសន្និកថាត្រៀមហ្នឹងអាហ្នឹងជារឿងហើយសម្រាប់សារព័ត៌មានអន្តរជាតិយកមកផ្សាយហ្នឹងបាទដូច្នេះចឹងបានខ្ញុំថាពេលខ្លះខ្ញុំរៀនសូត្រពីមិត្តភ័ក្តិដែរបាទក្នុងការអនុវត្តជាក់ស្ដែងចឹងបានន័យថាមិនមែនបានន័យថាដូចថាយើងរៀនពីខាងក្រៅទៅហើយយើងទៅធ្វើការនៅនេះហើយយើងលោជាងអ្នកស្រុកខ្មែរអត់ទេខ្ញុំដាក់ខ្លួនជាប់ចំណិចបាទរៀនពីមិត្តភ័ក្តិជាប់ចំណិចចឹងដែរបាទអញ្ចឹងជាបទពិសោធន៍មួយដែលខ្ញុំចងចាំបានបាទអញ្ចឹងណាបាទអញ្ចឹងល្អដែរបទពិសោធន៍អីកាលពីនៅខាងធ្វើរស្មីកម្ពុជាហ្នឹងខ្ញុំទទួលបន្ទុកខាងគេថាយកព័ត៌មាននយោបាយហ្នឹងគឺខ្ញុំទី1គឺខ្ញុំយកព័ត៌មានពីរឿងក្រសួងការបរទេសបាទហើយនឹងមួយទៀតយកព័ត៌មានពីរឿងក្រសួងការពារជាតិអញ្ចឹងហើយបាទខ្ញុំស្គាល់សាដឹកនាំនៅក្រសួងការបរទេសនឹងច្រើនទូយ៉ាងដូចជាមករយៈមុនលោកជុំសុនារីណាបងសុនារីហ្នឹងគាត់ជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជារងហើយហ្នឹងបាទគាត់ជារដ្ឋលេខាធិការខ្ញុំស្គាល់គាត់តាំងគាត់នៅអនុប្រធានយុគឋានព័ត៌មាននៅពេលហ្នឹងពេលហ្នឹងខ្ញុំនៅរក្សារស្មីកម្ពុជាហ្នឹងស្គាល់មួយគាត់រហូតមកបាទរាប់អានគ្រប់តាំងពីដើមមកហើយនៅក្រសួងការពារជាតិហ្នឹងគឺបានស្គាល់បងណឹបសវត្តតាំងខ្ញុំនៅកាសែតរស្មីកម្ពុជាមកបាទស្គាល់គាត់តាំងពីគាត់ពេលហ្នឹងបងណឹបសវត្តពេលហ្នឹងគាត់នៅជាអ្នកទទួលបន្ទុកសារព័ត៌មានប៉ុន្តែខាងហ្នឹងមានតែកាសែតរស្មីកម្ពុជាខាងតកឬក៏ពិសេសប៉ូលី5ទេកាលហ្នឹងគេឲ្យចូលក្រសួងចូលបានបាទអញ្ចឹងខ្ញុំទៅជាមួយខាងប៉ូលី5ប៉ុណ្ណឹងយកព័ត៌មានក្រសួងការពារជាតិមកបាទអញ្ចឹងដូច្នេះបទពិសោធន៍នៃការយកព័ត៌មានហ្នឹងដំបូងហ្នឹងវាអញ្ចឹងដែរណាបាទតែសំខាន់គឺយើងទៅនិយាយរួមយើងដាក់ខ្លួនមកបាទដូចប្រិមិត្តដែលអាចមើលឃើញមកដល់កម្រិតនេះហើយ
តាមរយៈបទពិសោធន៍ការងារខ្ញុំកន្លងមកខ្ញុំធ្វើដល់ណាដល់នេះហើយការនិយាយស្ដីរបស់ខ្ញុំពេលនេះក៏ខ្ញុំនៅមានលក្ខណៈមួយខ្ញុំដាក់ខ្លួនដែរទោះបីពេលខ្លះខ្ញុំនិយាយទៅពេលមិត្តតាមទៅដូចជាអស្ចារ្យតម្លើងខ្លួនការពិតរឿងវាមានចឹងមែនបានខ្ញុំនិយាយការពិតប្រាប់ទៅពីព្រោះអ្វីដែលខ្ញុំទទួលបានវាអស្ចារ្យអញ្ចឹងដល់ចឹងទៅពេលមកស្ដាប់ទៅដូចជាអួតអាងប៉ុន្តែការពិតវាចឹងមែនណាប៉ុន្តែបើនិយាយឲ្យពីសាច់រឿងមែនតើខ្ញុំនៅមានលក្ខណៈមួយដែលខ្ញុំនៅតែគោរពឲ្យតម្លៃអ្នកដទៃដែលគេក្មេងជាងក៏ដោយខ្ញុំរៀនសូត្រពីគេទូយ៉ាងដូចជាពេលដែលខ្ញុំរៀនខ្ញុំចូលមកធ្វើនៅ UN ដែលខ្ញុំចាប់អារម្មណ៍ទៅលើអក្សរខ្មែរអក្សរាវិរុទ្ធមែនតើហ្នឹងគឺខ្ញុំរៀនពីជំនួយការរបស់ខ្ញុំវិញទេជំនួយការខ្ញុំពេលហ្នឹងយើងធ្វើរបាយការណ៍ស្ដីអំពីរបាយការណ៍ប្រចាំឆ្នាំជាភាសាខ្មែរពីដំបូងឡើយគឺនៅ UN ហ្នឹងអត់មានជាភាសាខ្មែរតែភាសាអង់គ្លេសទេតែពីជំនាន់ខ្ញុំចូលទៅហ្នឹងបានគេចាប់ផ្ដើមចេញភាសាខ្មែរមកការសរសេរអក្សរាវិរុទ្ធហ្នឹងខុសច្រើនណាស់បាទហើយបានជំនួយការខ្ញុំ2នាក់មកជំនួយការខ្ញុំ2នាក់គាត់ចិត្តទាញអារម្មណ៍ថាឲ្យបងចាប់អារម្មណ៍លើអក្សរខ្មែរខ្ញុំប្រកល់ឲ្យគាត់សួរគាត់ចុះឡើងបានខ្ញុំចាប់អារម្មណ៍លើអក្សរាវិរុទ្ធហ្នឹងភាសាខ្មែរហ្នឹងគឺខ្ញុំរៀនសូត្រពីជំនួយការរបស់ខ្ញុំវិញទេបាទចឹងដូច្នេះនេះគឺជាអ្វីដែលខ្ញុំអាចចែករំលែកខ្លីប៉ុណ្ណឹងបានពីបទពិសោធន៍ដំបូងណាបាទសូមអរគុណចឹងហើយបានដូចខ្ញុំតែងតែនិយាយចឹងការចែករំលែកចំណេះដឹងទៅវិញទៅមកជារឿងសំខាន់ណាស់គឺយើងបានចេះដឹងប៉ុណ្ណាជួយចែករំលែកទៅដល់អ្នកដែលគ្នាមិនមានឱកាសបាទយកទៅរៀនសូត្រឲ្យបានដឹងផងបាទសូមអរគុណចឹងមីហុំសាប៊ីណាបាទអរគុណហ្នឹងបាទប៉សម៉ាលីសួរថាម៉េចដែរសម៉ាលីក៏សួរថាសុំសួរមួយសំណួរលពូតើការបាញ់សម្រាប់ទូកដែលសង្ស័យដឹកបែបនេះរដ្ឋាភិបាលរបស់ប្រទេសដែលមានប្រជាជនត្រូវរងគ្រោះឲ្យប្តឹងទៅរដ្ឋបាលលោកតាមបានទេបាទឃើញការលើកឡើងរបស់ថ្នាក់ដឹកនាំប្រទេសទាំងអស់នោះគាត់ខឹងសម្បាគាត់ថាគាត់ប្តឹងគាត់អីដែរក៏ប៉ុន្តែមកដល់ពេលនេះគឺដូចជាមិនទាន់មានព័ត៌មានណារីកាអំពីបណ្ដឹងដល់យ៉ាងម៉េចដែរគឺគាត់តវ៉ាទៅច្រកណាខ្ញុំក៏អត់បានឃើញតែគាត់ថារឿងកាត់ឡើងភ្លាមបាទគឺពួកគាត់តវ៉ាណាគាត់តវ៉ាគាត់ខឹងសម្បាដែរណាបាទរក្សាលោកពូដោយធ្វើទេទៅ ICC ឃុំខ្លួនរឿងគ្រឿងញៀនចុះលោកតាមដែលប្រើតាមពាក្យថាសង្ស័យសោះក៏សម្រាប់គេដែរហើយគ្មានផតតាមបង្ហាញទៀតតើតុលាការអាចកាត់ទោសកម្លាំងមកបានទេពីព្រោះលោកតាមជាមហាអំណាចខ្ញុំជឿថាលោកនឹងមិនព្រមទៅនោះទេបាទសំខាន់គឺសហរដ្ឋអាមេរិកមិនមែនជាសមាជិករបស់ ICC ទេបាទអញ្ចឹងដូច្នេះពិបាកដែរហើយសហរដ្ឋអាមេរិកគឺលោកធានាធិបតីជាពិសេសក្នុងច្បាប់ក្នុងសហរដ្ឋអាមេរិកការងារអ្វីដែលលោកសម្រេចនៅក្នុងពេលកាត់អំណាចហ្នឹងគឺពេលចប់អាណត្តិទៅគឺមិនអាចយកមកកាត់ទោសបានទេនេះច្បាប់សហរដ្ឋអាមេរិកចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនឹងតែម្ដងបាទហើយតុលាការកំពូលទើបតែបកស្រាយបន្ថែមទៀតនាពេលថ្មីនេះអំពីអំណាចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបាទអូខេអស់ហ៎បាទណារងហើយបាទវណ្ណរិទ្ធជាថាម៉េចសួរថាម៉េចis it possible for third round war in conflict Khmer Sham Sham do not respect international law បាទវណ្ណអូលោកគ្រូប៉ែលោកគ្រូវណ្ណរិទ្ធបាទខ្ញុំនិយាយត្រង់អ្វីដែលនេះជាអ្វីដែលខ្ញុំព្រួយបារម្ភដែរពីព្រួយមើលសកម្មភាពរបស់ថៃនឹងកាន់តែកក្លឿនធ្វើអីហ្នឹងប៉ុន្តែខ្ញុំនិយាយទៀតគឺថាយន្តការច្បាប់អន្តរជាតិមានយើងងាកឥឡូវយើងដំបូងយើងប្រើការទូតណាការទូតឥឡូវហ្នឹងងាកមកបន្ថែមទៀតគឺលើយន្តការច្បាប់អន្តរជាតិឲ្យបានអស់សិនទៅបាទគឺរឿងប្រយុទ្ធហ្នឹងគឺជំរឿនចំក្រោយតែម្ដងពីព្រោះអីយើងគិតតែប៉ុណ្ណេះនិយាយដោយត្រង់ទៅគឺមានប៉ុន្មានអ្នកមកដល់ថ្ងៃនេះថ្ងៃទី1ខែមិថុនាឆ្នាំ2026ដែលនៅឃើញខ្ញុំហៅយុទ្ធជនយើងម្នាក់បាទគាត់អាយុក្មេងជាងខ្ញុំដែលបានពលីជីវិតមុនគេបំផុតដែលថៃមកបាញ់គាត់នៅក្នុងត្រង់សេនោះអ្នកខ្លះចង់ភ្លេចគាត់បាត់ហើយបាទអ្នកខ្លះចង់ភ្លេចបាត់ហើយឃើញដូច្នេះអ្នកដែលនៅចាំគាត់ច្បាស់ជាងគេដឹងអ្នកណាគេទេប្រពន្ធកូនគាត់បាទដែលនៅឈឺចាប់ម្ដងថ្ងៃនេះយើងអ្នកខ្លះដែលឈឺចាប់ពេលនោះកំពុងតែច្រៀងខារ៉ាអូខេដើរលេងផឹកស្វឹងបាត់ហើយតែកូនចៅគ្រួសាររបស់គាត់នៅឈឺចាប់អត់ទាន់បាត់នៅឡើយទេបាទអញ្ចឹងដូច្នេះការពលីជីវិតមិនមែនជារឿងមួយសូម្បីជនស៊ីវិលក៏ដោយក៏មិនមែនជារឿងមួយដែលយើងទៅធ្វើការសម្រេចចិត្តដោយស្រាលនោះទេជីវិតស្រាប់ទៅអត់បានរស់ឡើងវិញភ្លាមទេបាទអញ្ចឹងប្រើយន្តការអ្វីដែលការទូតបើសិនជាយើងមានឯកសារមានផុសតាងយើងប្រើអស់លទ្ធភាពនឹងសិនបាទជំរឿសអាវុធនេះជាជំរឿសចំក្រោយបំផុតបើជៀសបានគឺជាបាទថៃគេចង់តែអុចយើងឲ្យនេះទេពីព្រោះនៅក្នុងតាក់ទិកសង្គ្រាមតាំងពីសម័យមនុស្សចេះច្បាំងគ្នាមកអ្នកដែលមានព្រៀបខាងណាគេចង់ឲ្យតែយើងហក់ចូលសមរភូមិនោះទេមើលគ្រប់សមរភូមិដែលណាប៉ូឡេអុងក្តី Alexander the Great ដែលស្ដេចសង្គ្រាមមហាបកាយយុទ្ធសាស្ត្រហ្នឹងគាត់រៀបប្រយុទ្ធគឺគាត់រៀបត្រៀមនៅសមរភូមិនៅកន្លែងណាដែលគាត់មានព្រៀបជានិច្ចដីវាលដីដែលគ្នាគាត់មានព្រៀបជាប់ជានិច្ចបាទអញ្ចឹងថៃគេកម្លាំងអាវុធច្រើនជាងយើងអញ្ចឹងគេធ្វើយ៉ាងម៉េចគេអុចឲ្យយើងហក់តែជាមួយនឹងរឿងប្រដាប់អាវុធហ្នឹងបាទដើម្បីឲ្យគេមានព្រៀបជាងយើងក្នុងគណៈពេលដែលប្រើយន្តការទូត
ជួនកាលច្បាប់អន្តរជាតិគេចាញ់ប្រៀបយើងចឹងគេចង់ធ្វើយ៉ាងម៉េចអូយើងទៅកន្លែងណាដែលជាចំណុចខ្លាំងរបស់គេហេតុអីក៏យើងទៅលេងហ្គេមរបស់ថៃហ្នឹងយើងមិនលេងអ្វីដែលជាចំណុចខ្លាំងរបស់យើងចំណុចហ្នឹងទៅចាំឲ្យបាទច្បាប់អន្តរជាតិការទូតធ្វើឲ្យថៃនិងកម្ពុជាមានកម្លាំងស្មើគ្នាច្បាប់អន្តរជាតិធ្វើឲ្យខ្មែរមានប្រៀបជាងថៃដូច្នេះកុំចោលចំណុចអ្វីដែលជាចំណុចខ្លាំងរបស់យើងកុំលោតទៅដល់ចំណុចណាដែលជាចំណុចខ្សោយដែលជាចំណុចខ្លាំងរបស់ថៃគឺចំណុចខ្លាំងរបស់ថៃគេប្រដាប់អាវុធខ្លាំងជាងយើងអញ្ចឹងយើងកុំមើលកន្លែងហ្នឹងមែនតើកុំចាញ់ល្បិចរបស់ថៃទៅហក់ទៅដល់ក្នុងសង្គ្រាមប្រយុទ្ធគ្នាលើកទី3ទៀតហ្នឹងគឺបាទនឹងវាជាការខូចខាតទាំងសងខាងបើក្នុងករណីជាមិនផុតមកជ្រុលពេកហើយមកដល់យើងអត់ធ្វើអីសោះគឺបកកហេតុបាញ់ចូលមកយើងមិនអាចទម្លាក់អាវុធរត់ចោលស្មោតភូមិបានយើងតែលើកអាវុធយើងតបតវិញអាហ្នឹងក្នុងករណីនោះតែបើសិនជាមិនទាន់ដល់កម្រិតដែលចូលមកបរក្រោះចូលមកទេត្រូវតែប្រើយន្តការដែលមានប្រៀបជាងថៃនោះឲ្យបានជាប់ជានិច្ចបាទនេះជាការចូលរួមចំណែករបស់ខ្ញុំប៉ុណ្ណឹងបាទអញ្ចឹងអត់មានសំណួរអីទៀតទេណាបាទអស់ហើយអូមានអ្នកសួរបងមានដឹងច្បាប់ពន្ធបងពន្ធ property tax បន្ទាប់ពីអាយុ60ទេបងហូរដូចជាអត់ដឹងទេបាទអធិស្ឋានណាអត់ដឹងទេបាទអញ្ចឹងអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកចូលរួមស្ដាប់នៅការចែករំលែកព័ត៌មានពីបច្ចុប្បន្នភាពអាមេរិកហើយមានអ្នកសួរតាក់ទងរឿងអាមេរិកតាក់ទងនឹងកម្ពុជាបាទខ្ញុំចូលរួមចំណែកប៉ុណ្ណឹងមានខុសខ្លះត្រូវខ្លះប្រិយមិត្តទទួលយកឲ្យពិចារណាផងណាក្នុងប្រៀបធៀបជាមួយនឹងអ្នកដទៃផងបាទខ្ញុំចែករំលែកទៅតាមជ្រុងអ្វីដែលខ្ញុំដឹងអ្វីដែលខ្ញុំចេះបាទក្នុងសារភាពជាក់ស្ដែងពិតប្រាកដនៅលើដីមានអ្នកដែលមន្ត្រីដែលគេអនុវត្តការងារនេះជាក់ស្ដែងគេដឹងច្បាស់ជាងគេអាចនឹងនិយាយបានល្អដែរបាទអញ្ចឹងសូមអរគុណប្រិយមិត្តសូមជម្រាបលា